Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងហ្នឹងកុំភ្លេចជួយចុច Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងដើម្បីទទួលបាននូវការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងមួយនឹងពេលសម្ដីទទួលឲ្យផលរបស់យើងនិយាយបែបនេះពិតជាធ្វើឲ្យអ្នកនរគ្នាមានការព្យាបាលហើយក៏បានសួរទៅកាន់ឈិនលីទទួលឲ្យផលរបស់យើងពិតជាមានទីសាក្នុងការព្យាបាលមែនដែរទេហើយទទួលឲ្យផលរបស់យើងមិនធំតែមានទីសានោះទេគឺអាចឲ្យកញ្ញាម្នាក់ហ្នឹងគឺធ្វើការវឹកហាត់បានទេហើយបើសិនជាកញ្ញាយូស៊ីនគឺអាចធ្វើការវឹកហាត់បានច្បាស់ណាស់កម្ពុជាទាំង3នៃសាលាកម្ពុជាទាំង5ហ្នឹងវាច្បាស់ជាងាយស្រួលសម្រាប់កញ្ញាយូស៊ីនជាមិនខានហើយពួកគេក៏បានរៀបចំពីកម្រិតនៅក្នុងទ្វីបភាពយន្តយើងបានដឹងផងដែរដែលកម្រិតរបស់វាមានដូចជាកម្រិតចម្រាញ់រាងកាយកម្រិតជាវូកម្រិតមួយទៀតគឺជាកម្រិតក្បាច់គុណពិតកម្រិតក្បាច់គុណមនុស្សហើយកម្រិតផែនដីអាណាចក្រថេនមូអាណាចក្រទី1នៃកម្រិតទាំង10ហើយកន្លែងហ្នឹងផងដែរគេនិយាយជាអាណាចក្រដល់នោះទេប៉ុន្តែខ្ញុំជុលមកហៅថាកម្រិតបាត់ហើយដូច្នេះគ្រាន់តែបដូរពីកម្រិតទៅជាអាណាចក្រទៅគឺវាបានហើយអ្នកនរគ្នាប៉ុន្តែសម្រាប់កម្រិតខ្ពស់ទាំង10នៅខាងលើហ្នឹងគឺគ្មានអាណាដែលធ្លាប់បានឡើងទៅដល់នោះទេហើយបើសិនជាឡើងទៅដល់មែនគឺមនុស្សនោះខ្លាចទៅជាមនុស្សកម្ពុជានៅលើទ្វីបភាពយន្តរបស់ពួកយើងបាត់ទៅហើយអាណាចក្រដែលស្ថិតនៅលើអាណាចក្រទី1គឺជាអាណាចក្រជីពចរទាំង10បន្តមកគឺជាអាណាចក្រដ៏បរិសុទ្ធហ្នឹងឯងប្រហែលជាមានកម្រិតលើហ្នឹងទៀតប៉ុន្តែខ្ញុំសូមនិយាយតែប៉ុណ្្នឹងសិនក៏ដោយសារយើងរបស់គេក៏និយាយតែប៉ុណ្្នឹងដូចគ្នានៅពេលដែលលើបែបនេះហើយពួកគេទាំងគ្នាមានការព្យាបាលជាផ្សាយប្រតិចាសៀនយ៉ាងគាត់ក៏មានការព្យាបាលហើយបានជាទូឲ្យផលរបស់យើងដឹងច្រើនហើយគាត់គឺចង់សិក្សាពីទូឲ្យផលរបស់យើងក៏ដោយសារតែគាត់គឺមិនដែលបានលឺនោះទេដូច្នេះហើយចង់ឲ្យទូឲ្យផលរបស់យើងនឹងបញ្ចូលអំពីកម្រិតមួយនេះជាមួយនឹងការព្យាបាលគឺបានច្បាស់បន្តិចមកហើយទូឲ្យផលរបស់យើងគឺបាននិយាយទៅកាន់កញ្ញាយូស៊ីនថានៅពេលដែលយប់ពេញបំមិចនាងគឺតែងតែជាហើយក៏មិនអាចតេតងជាមួយនឹងមនុស្សខាងក្រៅបានផងដែរដូច្នេះហើយនាងក៏មានការព្យាបាលថាទូឲ្យផលរបស់យើងដឹងពីរឿងនេះទូឲ្យផលរបស់យើងក៏បាននិយាយថាវាគឺជាដំណាក់កាលដំបូងនៃដំណាក់កាលតៃយីនបន្តទៀតគឺជាដំណាក់កាលធានតង់អីចឹងទៅហើយក៏មានដំណាក់កាលមួយទៀតផងដែរប៉ុន្តែខ្ញុំមើលច្បាស់នោះទេដូច្នេះគឺសុំលាក់សិនហើយវាគឺមាន3ដំណាក់កាលមួយដំណាក់កាលហ្នឹងគឺធាតុត្រជាក់ខ្លាំងមែនទែនសូម្បីតែភ្លើងអត្រីក៏ដំណាក់កាលទី5ហ្នឹងគឺមិនអាចយកឈ្នះទៅកាន់ធាតុយីនរបស់កញ្ញាម្នាក់ហ្នឹងផងដែរហើយខ្ញុំពិតជាបាក់ក្នុងការនិយាយឈ្មោះខ្លាំងមែនទែនឈ្មោះប្លែកពេកគឺខានសម្រាប់យូចង់វល់មកទីខ្លួនឯងនេះនៅពេលទទួលឲ្យរបស់យើងគឺបានរៀបរាប់ឲ្យគ្នាយើងគឺបានដឹងអស់ហើយប្រជាហងក៏មានការព្យាបាលអំពីពាក្យសម្ដីរបស់ទទួលឲ្យរបស់យើងក៏បានសូមពីវិធីសាស្ត្រក្នុងការព្យាបាលផងដែរចំណែកឯទទួលឲ្យរបស់យើងគឺបាននិយាយប្រាប់តាមសម្រួលអីចឹងទៅបន្តមកទៀតគឺខណៈពេលដែលគេកំពុងនិយាយហ្នឹងក្បាលពោះរបស់គេគឺកោពោះភ្លាមខណៈពេលដែល admin កំពុងតែហេវបាយដូចគ្នានៅម៉ោង2យប់ហ្នឹងបន្តពីឃើញឈិនលីគឺបែបនេះហើយប្រជាហងក៏បាននិយាយថាគាត់គឺបានផ្លេចរៀបចំអាហារទទួលឲ្យរបស់យើងដូច្នេះហើយគាត់ទទួលឲ្យរបស់យើងចូលក្នុងដើម្បីហូបអាហារចឹងទៅគាត់នឹងត្រៀមឲ្យទទួលឲ្យរបស់យើងចំណែកតែចាសៀនយ៉ាវិញគាត់គឺគ្មាននិយាយច្រើននោះទេក៏បានដកថ្នាំគឺមកដកចេញមកតែថ្នាំមួយនេះផងដែរគឺហាមឃាត់មនុស្សគឺមកហូបបាយហ្នឹងគឺអាចធ្វើពលរបស់គេគឺអត់ឃ្លានអីចឹងទៅជាពេល49ថ្ងៃហើយឲ្យមកដកតែម្ដងទួយផលរបស់យើងគឺបានហើយក៏អរគុណដូចគ្នាផងដែរហើយគាត់ក៏មកឲ្យ10ថ្នាំរបស់តែចាសៀនយ៉ាងហ្នឹងគឺខកចិត្តដូចគ្នាដូច្នេះហើយគាត់នឹងផ្ដល់ដំបូន្មានមួយចំណុចទៅឲ្យតែចាសៀនយ៉ាងហ្នឹងផងដែរពេលទី5គឺបានបន្តយើងក៏បានឃើញថានៅពេលនេះផងដែរប្រជាហងគាត់ក៏ឲ្យទួយផលរបស់យើងនឹងចូលទៅហូបអីសិនទៅចំណែកឯប្រជាសៀនយ៉ាងគាត់ក៏បានយកថ្នាំទៅឲ្យទួយផលរបស់យើងហើយទួយផលរបស់យើងក៏បានទទួលអីចឹងទៅហើយគាត់ក៏ឲ្យថ្នាំរបស់ប្រជាសៀនយ៉ាងគឺអត់ប្រយោជន៍ដូចគ្នាគាត់គឺបានរៀបរាប់អំពីការចម្រាញ់សុទ្ធដែលគាត់គឺបានប្រាជ័យនឹងឯងក៏ដោយសារតែការគ្រប់គ្រងភ្លើងនៃការចម្រាញ់សុទ្ធរបស់គាត់គឺមិនទាន់បានល្អហើយនឹងការរលែងនៃតាមក្របមួយនេះវាពិតជាលម្អិតខ្លាំងមែនទែនដូច្នេះហើយក៏ថោឲ្យគាត់មានការទៀមទាក្នុងការអនុវត្តច្រើនហើយនៅពេលដែលរួមចូលនៅតាមក្របហើយវានឹងក្លាយទៅជាតាមក្របដ៏ល្អមួយហើយក៏គ្មានការប្រាជ័យអីទៀតដែរឲ្យតែប្រជាសៀនយ៉ាងគឺអនុវត្តតាមអ្វីដែលគេបាននិយាយដូច្នេះហើយវាប្រកាសជាបានជោគជ័យចំណែកប្រជាសៀនយ៉ាងពិតជាអរគុណទៅកាន់ឈិនលីខ្លាំងមែនទែនហើយឈិនលីក៏បានប្រាប់ទៅកាន់កញ្ញាយូស៊ីនផងដែរបើសិនបើចង់បង្ក្រាបអំពើទឹកជាតកមួយនេះដូច្នេះហើយនាងគឺត្រូវតែធ្វើការវឹកហាត់នៅធម្មពលតកផងដែរគឺជាធម្មពលទៀតជាហើយគេក៏បានបង្ហាញនៅរមូលមួយតែបន្សល់ទុកពីគ្រូរបស់គេចឹងទៅថាវាពិតជាមានតម្លៃហើយវិធីសាស្ត្រក្នុងការវឹកហាត់វាគឺជាវិធីសាស្ត្រនៅការវឹកហាត់នៅធម្មពលជាហ្នឹងឯងចំណែកកញ្ញាយូស៊ីនពិតជាមិនហ៊ានទទួលនោះទេក៏ដោយសារតែរមូលមួយនេះវាពិតជាមានតម្លៃខ្លាំងមែនទែនប៉ុន្តែជាលីរបស់យើងគឺឲ្យនាងទុកថានេះគឺជាសំណងក្នុងការដែលនាងគឺបានជួយសង្គ្រោះជីវិតរបស់ខ្លួនអីចឹងទៅហើយគេនឹងចាក់ចេញពីកន្លែងនេះមករំខានដល់ការអ្នកដល់គ្នាទៅទៀតអីនៅពេលដែលឃើញបែបនេះហើយកញ្ញាយូស៊ីនណាដូចជាស្ពូនខ្លាំងមែនទែនទួយរបស់យើងចាយចេញហើយចំណែកប្រជាហងក៏បានឲ្យគេនៅទីកន្លែងហ្នឹងទៅក៏ដោយសារតែគ្រូស្នេហ៍យន្តគឺបានតាមចាប់គេពេញទីកង់តែម្ដងគេចាយចេញទៅប្រៀបដូចជាឈាមចូលទៅកាន់មាត់កន្លែង
ខ្លាយអញ្ចឹងហើយគេគួរតែស្នាក់នៅទីកន្លែងនេះវាល្អជាងប៉ុន្តែឈិនលីគឺមិនព្រមនោះទេក៏ដោយសារតែវាពិតជាគួរស្នាក់ទៅដល់វាមានផាន់ប៉ារបស់ពួកគេប្រចាហ្នឹងក៏បាននិយាយផងដែរថានៅប្រហែលថ្ងៃទៀតគឺវាដល់ថ្ងៃក្នុងការដែលគួរចេញបោបាញ់នៅភ្នំមីងយូដូច្នេះវាមានឱកាសក្នុងការด้วยផលរបស់យើងគឺចាចេញពិធីក្នុងមីងយូមួយនេះផងដែរជាអន្តិក៏ដោយសារតែឈ្មោះទីក្រុងនិងឈ្មោះភ្នំនៃការបោបាញ់ប្រមាញ់របស់ពួកគេហ្នឹងគឺឈ្មោះតែមួយនោះទេចំណែកកញ្ញាយូសៀនវិញឃើញด้วยផលរបស់យើងប៉ាសែនម្ដងហើយម្ដងទៀតដូច្នេះហើយនៅមានតែបកលចិញ្ចៀនផ្ទុករបស់នាងដែលមានថោសមតិចទួចឲ្យด้วยផលរបស់យើងនឹងថែរក្សាខ្លួនតែប៉ុណ្ណោះចំណែកឈិនលីវិញគេពិតជាអរគុណខ្លាំងមែនទែននាងបានជួយសង្គ្រោះជីវិតរបស់គេនៅពេលដែលគេត្រឡប់មកវិញនឹងតបស្នងសងគុណនាងគឺ100ដងហើយក៏សងសឹកទៅកាន់គ្រួសារយន្ត100ដងដូចគ្នាកាន់មកដល់គ្រួសារយន្តវិញយើងក៏បានឃើញថាមេគ្រួសារយន្តជនប៉ៃសានពិតជាខឹងខ្លាំងមែនទែនគ្រាន់តែក្មេងដែលស្ថិតនៅអាណាចក្រចម្រើនរាងកាយសោះក៏អាចឲ្យហូចហួរមានជីវិតផងដែរពួកឯងពិតជាអត់បានគេមានសំខាន់គឺបានធ្វើឲ្យមនុស្សមានទេពកោសល្យម្នាក់គឺត្រូវបានសម្លាប់ទៀតផងជនធានហើយក៏បានចូលឡើងចេញចូលអញ្ចឹងទៅគឺដោះសារហ្នឹងឯងប៉ុន្តែថាផែនមេគ្រួសារយន្តហ្នឹងគឺគ្មានអីខាពីស្ដីឲ្យនោះទេជាមួយនឹងយន្តធានឡៃថានេះគ្រាន់តែជាលេសតែប៉ុណ្ណោះក៏ដោយសារតែគេគឺមិនចង់ឲ្យកូនរបស់ខ្លួនហៀបការជាមួយនឹងកូនស្រីរបស់គេអញ្ចឹងទៅពួកឯងខ្លាញ់ផ្លាយណាកតបននេះហើយពួកគេទាំងពីរកំពុងជាឆ្លុបកាយនេះហ្នឹងប្រជាកម្មនេះដែលមានឈ្មោះថាយន្តធានណានគឺហាមខត់អ្នកទៅពីដោយសារតែការសំខាន់លើកនេះគឺជាការបរបាញ់និងការប្រមាញ់នៅលើភ្នំនីយូដើម្បីធ្វើការប្រកួតប្រជែងចូលទៅកាន់សាលារៀនអីចឹងទៅហើយក៏មានគ្រួសារយានផងដែរដើម្បីចូលប្រកួតនៅទីកន្លែងហ្នឹងជារៀងរាល់ឆ្នាំគ្រួសារយានគឺពិតជាមានបេក្ខជនខ្លាំងយកតែមែនទេដំណងបេក្ខជនរបស់គេចំនួន3នាក់ជារៀងរាល់ឆ្នាំតែងតែបានចូលទៅកាន់សាលាចំណែកគ្រួសាររបស់គេវិញហាក់ដូចជាស្ពៃទៅមិនទេជនបៃសានគឺបានសម្រាប់ទៅកាន់ជនធានយ៉ាងក៏ដោយសារតែវាពិតជាត្រឹមត្រូវខ្លាំងតែបញ្ហាសំខាន់នៅពេលនេះគឺត្រូវតែធៀមខ្លួនដើម្បីបោបាញ់និងប្រមាញ់នៅលើភ្នំនីយូនឹងឯងដូច្នេះហើយពួកគេត្រូវតែធៀមខ្លួននិងធៀមខ្លួនចាស់របស់ពួកគេឲ្យហើយទៅបន្តមកទៀតគាត់ក៏បានគិតថាបញ្ហារបស់ជីនលីហ្នឹងគឺត្រូវតែដោះស្រាយកុំឲ្យពេលហ្នឹងគឺមកសងសឹកហើយគេក៏បានគិតឲ្យយើងដឹងផងដែរការពីដំបូងគឺមានប្រជាម្នាក់គឺបានយកជីនលីហ្នឹងមកឲ្យគ្រួសារយន្តចាំអីចឹងទៅជាមួយនឹងការទុកប្រាក់មួយចំនួនហើយមានមួយចំនួនតូចនោះទេគឺច្រើនខ្លាំងមែនទែនគឺអាចធ្វើឲ្យគ្រួសារយន្តខ្លាចទៅជាគ្រួសារកម្ពុជាទាំង4នៅឯទីក្រុងមីងយូមួយនេះទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីទុកជីនលីគឺនៅទីកន្លែងនេះហើយប្រជាម្នាក់ហ្នឹងគឺបានឆាកចេញទៅគឺបានត្រឡប់មកវិញម្ដងទៀតនោះទេប៉ុន្តែនៅថ្ងៃមួយអត្តសញ្ញាណរបស់នីលីគឺត្រូវបានបែកធ្លាយអីចឹងទៅអាចថានឹងធ្វើឲ្យគ្រួសារយន្តរបស់គេគឺអាឡេយកតែម្ដងនៅពេលណាគាត់ហើយប្រជាម្នាក់ហ្នឹងគិតខំខាងហងគឺត្រូវតែសម្លាប់នីលីបានដូច្នេះហើយគឺមិនអាចបែកធ្លាយបាននោះទេពេលទី5គឺបានបន្តដល់ថ្ងៃស្អែកវិញម្ដងគឺនៅខាងលិចក្រុងមីងយូនឹងឯងយើងក៏បានឃើញថាសមាជិកនៃគ្រួសារយន្តជាច្រើនគឺបានដើរជុំគ្នានិងចាប់ផ្ដើមនៅការប្រមាញ់របស់ពួកគេជាមួយនឹងគ្នានេះយើងក៏បានឃើញថាទូឯផលរបស់យើងគឺបានសម្លឹងទៅមើលពួកគេផងដែរជាមួយនឹងចិត្តកំពុងតែគិតថាបយន្តនេះគឺមិនស្ថិតនៅក្នុងចំណោមពួកគេនោះទេដូច្នេះហើយមានន័យថាវាកំពុងតែស្ថិតនៅផ្ទៃនៃគ្រួសារយន្តនឹងឯងហើយវាក៏ជាឱកាសល្អសម្រាប់សងសឹកមកកាន់ខ្លួនឯងផងដែរហើយគេនឹងធ្វើមានការភ្ញាក់ផ្អើលមកកាន់គ្រួសារយន្តទាំងមូលតែម្ដងបញ្ចេញចិញ្ចៀនរបស់គេចេញមកហើយក៏បានថេលផតចាក់ចេញពីទីកន្លែងហ្នឹងទៅកាន់ផ្ទៃនៃគ្រួសារយន្តហើយគ្រាន់តែបន្តគឺបានបំបែកនៅដំបូលផ្ទះរបស់គេយកតែម្ដងហើយក៏បានបញ្ចេញនៅថ្មគ្រីស្តាល់ចំនួនប្រមាណហ្នឹងយើងក៏មិនដឹងផងដែរប្រហែលជាហាមទេជីនលីក៏បានផាវេដើម្បីបង្កើតរេវេទមន្តព័ទ្ធជុំវិញនៃទូគ្រួសារយន្តយកតែម្ដងហើយនៅពេលដែលគេគឺបានបង្កើតហើយគឺបានថេលផតចូលទៅកាន់ទីកន្លែងនោះវេទមន្តទ្វេនៅយាមនៅទីកន្លែងហ្នឹងក៏ត្រូវបានខ្ទេតផងដែរមនុស្សជាច្រើនពិតជាមានការភ្ញាក់ផ្អើលឲ្យអ្នកមួយចំនួនទៅហៅប្រជាទី3មកទីកន្លែងនេះមកចំណែកទូឯផលរបស់យើងក៏បាននិយាយថាប្រសិនបើណាមចង់ស្លាប់ឆាប់ចាក់ចេញពីទីកន្លែងនេះទៅប៉ុន្តែយើងក៏បានឃើញថាអពភើអ្នកក៏បានចេញមកបានផាថាមពលតែរបស់វាវាហាទៅកាន់ជីនលីប៉ុន្តែថាបានជីនលីគេផតហើយក៏បានផកកំណាត់ដែររបស់គេវាហាទៅកាន់ជីនលីឃើញបែបនេះហើយក៏ខ្លាចផងដែរហើយមនុស្សម្នាក់នោះផងដែរគឺជាប្រជាទី3ដែលជាបេតុនជីនលីនឹងឯងជាមួយនឹងពេលសម្ដីហើយនឹងការវាហារបស់គេគឺមិនអាចធ្វើអ្វីទៅកាន់ជីនលីទូឯផលរបស់យើងនោះទេក្រៅបានជីនលីទប់តលងាយស្រួលតែម្ដងគេបាននិយាយថាឡើយគឺបានសម្រាប់ខ្លួនផលរបស់ខ្លួនដូច្នេះហើយត្រូវតែសងសឹកចំណែកជីនលីទូឯផលរបស់យើងគ្មានរកនោះទេបង្កើតរេវេទមន្តយិនយ៉ាងទេទាំង5ចេញមកតាមពលរបស់វាពិតជាខ្លាំងមែនទែនហើយគេពិតជាមានការព្យាបាលចំពោះរេវេទមន្តដែលទូឯផលរបស់យើងគឺបានបង្កើតកងរំងរេវេទមន្តលេចផុសពីក្រោយក្នុងទូឯផលរបស់យើងឯងហើយអត្តពលរបស់រេវេទមន្តទូឯផលរបស់យើងពិតជាខ្លាំងមែនទែនចំហាយរបស់វាជាហេតុធ្វើឲ្យអបយន្តទាំងឡាយមានការព្យាបាលទូឯផលរបស់យើងគឺបានផាវេដើម្បីសម្លាប់ទៅកាន់អបយន្តទាំងឡាយប៉ុន្តែអបយន្តទាំងឡាយក៏បានផាមនុស្សពីរអ្នកដែលជាកូនចៅនៃគ្រួសារយន្តគឺមករងជីវិតគេរ
របស់គេតែម្ដងជាទៅធ្វើឲ្យឈិនលីមានការព្យាបាលក៏បាននិយាយថាមួយនេះពិតជាថោកទេខ្លាំងដែរគឺបានផើផាមនុស្សដើម្បីការពារយុទ្ធរបស់ខ្លួនដោយមានការសោកស្ដាយនោះទេពិតជាខើខ្លាំងមែនហើយប្រយុទ្ធthiênលីក៏បាននិយាយថាវាគឺជាកូនចៅនៃគ្រួសារយុទ្ធដូច្នេះហើយក៏ត្រូវតែតបស្នងខ្លាយយ៉ាងទៅហើយវាគឺបានស៊ីបាយឯនៃគ្រួសារយុទ្ធនៃចឹងទៅដូច្នេះហើយគឺត្រូវតែស្ម័គ្រស្លាប់ហើយលទ្ធផលរបស់វាគឺដូចជាឯងការពីមុនចឹងផងដែរពេលសម្ដីជាមួយនឹងទង្វើដ៏កោសាហាវគូខោបែបនេះជាហេតុដែលធ្វើឲ្យឈិនលីពិតជាខឹងបញ្ចារេវេទមន្តធាតុខរបស់គេមួយទៀតគឺបានវាយប្រហារនឹងបង្កប់នូវនីតិកន្លែងនឹងជាមួយនឹងប្រយុទ្ធthiênលីបន្តពីប្រយុទ្ធthiênលីគឺបានទប់ទល់មួយរយៈឈិនលីក៏បានផាវេទមន្តធាតុរបស់គេគឺបានវាយប្រហារទៅកាន់ប្រយុទ្ធthiênលីសង្កត់ទៅកាន់វាជាហេតុដែលធ្វើវាពិតជាភ័យខ្លាចមែនទែនក៏បានឲ្យឈិនលីដល់លេងគេទៅហើយគួរតែដឹងគុណនៃគ្រួសារយន្តរបស់គេដែលបានចំឈិនលីរយៈពេល18ឆ្នាំមុននេះឈិនលីក៏បាននិយាយថាចិញ្ចឹមមានតែទេខ្សែជាងរបស់យើងជីវិតរបស់យើងការធ្វើការទូបានធនធានតិចពីគ្រួសារបែបនេះតែគិតថាឯងនឹងតបស្នងសង្គមយើងបែបនេះអបយន្តthiênលីកាន់តែនិយាយកាន់តែធ្វើឲ្យឈិនលីយើងគឺកាន់តែខឹងគឺកាន់តែចង់ស្ទាប់និងចង់សម្លាប់ទៅកាន់គ្រួសារយន្តទាំងមូលយកតែម្ដងដូច្នេះហើយនៅពេលដែលនិយាយឈិនលីមិនស្ដាប់ហ្នឹងឯងគេគឺចង់ប្រហារជីវិតឈិនលីចោលមានន័យថាចង់បំទូរាងកាយជាមួយនឹងឈិនលីហ្នឹងឯងនៅពេលនោះក៏បានផើកម្លាំងរបស់គេស្ទូទៅវិញ្ញាណនឹងចាត់ការទៅកាន់ឈិនលីប៉ុន្តែក៏ត្រូវបានឈិនលីទួយរបស់យើងតូបជាប់ហើយក៏បានចាត់ការគេហើយយើងក៏បានឃើញថាគឺថោកតិចខ្លួនតែម្ដងពេលហ្នឹងចំណែកឈិនលីគឺបានកើតថាអបយន្តthiênហើយគឺមិនសិននៅទីកន្លែងនេះទេប៉ុន្តែគេក៏ចង់បាននៅថោសម្បត្តិរបស់គ្រួសារយន្តមួយចំនួនផងដែរក៏ដោយសារតែគេក៏បាននឹងវានៅឯភ្នំយន្តបាយឯណោះហើយបន្តមកក៏បានដើរទៅកាន់ទីកន្លែងនោះតែម្ដងហើយក៏បានចូលទៅកាន់សំណាក់មួយហើយមិនចូលធម្មតាទេគឺបានធាតុវេទលុកឃើញសភៅជាច្រើនជាមួយនឹងគ្នានេះផងដែរក៏បានបើកទៅទីកន្លែងមួយគឺបានហេវកលើសង្ងាត់នៅពេលដែលបានបើកលើសង្ងាត់ចេញមកយើងក៏បានឃើញថាមានទ្រព្យសម្បត្តិជាច្រើនតែម្ដងឈិនលីក៏បាននិយាយថាវាសុទ្ធតែជារបស់ខ្លួនទាំងអស់សុទ្ធតែសាច់ហើយក៏បានដល់អញ្ជើញផ្ទុករបស់គេចែកមកគឺបានប្រមូលយកវាទាំងអស់តែម្ដងនៅពេលដែលគេគឺបានប្រមូលទ្រព្យសម្បត្តិនៅទីកន្លែងហ្នឹងហើយយើងក៏បានឃើញពលឺមួយផងដែរនៅពេលនោះឈិនលីគឺបានដើរទៅមើលក៏បានឃើញចិញ្ចៀនលំហផ្ទុកមួយគឺនៅទីកន្លែងហ្នឹងផងដែរក៏បានដកវាយកមកទុកនៅក្នុងម្រាមដៃរបស់ខ្លួនគ្រាន់តែពាក់ទៅលើវាគឺឈាមរបស់គេក៏បានហូបលេមៗនៅពេលនោះផងដែរចំហាយរបស់អ្នកខ្លាំងម្នាក់ហើយក៏បានលេចចេញនៅរួចយ៉ាងតែចាំម្នាក់ចេញមកផងដែរពេលទី7គឺបានតាមឡើងនៅពេលដែលប្រជាជនម្នាក់ហ្នឹងគឺបានបង្ហាញថាគាត់គឺជាចេតារបស់ទួយផលរបស់យើងឯងហើយក៏បាននិយាយថានៅពេលដែលឈិនលីទួយផលរបស់យើងគឺឃើញសារមួយនេះហើយគាត់គឺបានស្លាប់បាត់ហើយពិតជាធ្វើឲ្យឈិនលីមានការតាក់ស្លុតយ៉ាងខ្លាំងបន្តមកគាត់ក៏បាននិយាយថាឲ្យទួយផលរបស់យើងហ្នឹងគឺបានដឹងពីស្តញ្ញាណរបស់គេអញ្ចឹងទៅដោយគេគឺជាសមាជិកនៃគ្រួសារឈិនយ៉ាងខ້ອຍហើយទីកន្លែងរស់នៅរបស់គេផងដែរត្រូវបានហៅថាភ្នំបរសុទ្ធបុរាណដែលនៅទីកន្លែងនោះគឺជាទីកន្លែងនៃគ្រួសារឈិនរបស់គេការទៅកាន់ភាពទាំងមូលតែម្ដងហើយឥឡូវនេះផងដែរម្ដាយឪពុកក្រុមគ្រួសារនៃតកូលឈិនរបស់ពួកគេគឺត្រូវបានសម្លាប់ស្លាប់អស់ហើយគឺនៅសល់តែឈិនលីទួយរបស់យើងមិនណែតែប៉ុណ្ណោះក៏ដោយសារតែមានខំវិសាចគឺមកក្រុមដែលពួកវាត្រូវបានហៅថា Black Abyss ដែលមកពីអាណាចក្រខាងក្រៅគឺបានមកលុកលុយមកកាន់អាណាចក្ររបស់ពួកគេហើយឥឡូវនេះផងដែរវាគឺត្រូវបានរេរ៉ាំងហើយក៏ត្រូវបានបែងចែកទៅជាកន្លែងផ្សេងគ្នាផងដែរនៅក្នុងទ្វីបរបស់យើងហើយក្រុមគ្រួសារមួយចំនួននៃក្រុមមកគាត់របស់គ្រួសារឈិនរបស់គេហ្នឹងគឺបានមកក្បត់មកកាន់គ្រួសារគេហើយបានធ្វើការចាត់ការគ្រួសារគេដែលធ្វើគ្រួសារគេធ្លាក់ខ្លួនយ៉ាងខ្លាំងតែម្ដងគឺសល់តែឈិនលីទួយផលរបស់យើងមួយនេះតែប៉ុណ្ណោះហើយដូចដែលគាត់បាននិយាយគឺត្រូវតែឲ្យឈិនលីរបស់យើងគឺត្រូវតែរក្សាវត្តភាពរបស់គេគឺបានល្អហើយនៅពេលដែលឈិនលីគឺបានមិនតាន់បានចូលទៅក្នុងបរិស័ទនោះទេដូច្នេះហើយគឺមិនត្រូវបង្ហាញថាខ្លួនគឺជាសមាជិកហើយក៏មិនមានតំណែងងជាមួយនឹងគ្រួសារឈិនបងដែរហើយគេត្រូវតែចាំឲ្យច្បាស់ថានៅពេលណាគាត់ត្រូវតែសងសឹកនឹងចាត់ទៅកាន់គ្រួសារដែលបានក្បត់មកកាន់គ្រួសាររបស់គេឲ្យដាច់ខាតតែម្ដងហើយចិញ្ចៀនផ្ទុកមួយនឹងផងដែរគឺជាម៉ូដនៃគ្រួសារឈិនរបស់គេដើម្បីឲ្យឈិនលីគឺធ្វើការវឹកហាត់នៅក្នុងចិញ្ចៀនផ្ទុកមួយហ្នឹងហើយក៏មានវិជ្ជាគុណជាច្រើនផងដែរសម្រាប់ការវឹកហាត់ដើម្បីសងសឹកមកគ្រួសារឈិនរបស់ពួកគេទាំងមូលតែម្ដងហើយក៏បានលេចចាកចេញពីទីកន្លែងហ្នឹងទៅឈិនលីពិតជាសោកសៅខ្លាំងមែនទែនឈិនលីគឺបានស្បត់ថានឹងត្រូវតែសងសឹកទៅកាន់សមាជិកដែលបានក្បត់មកកាន់គ្រួសាររបស់គេបន្តមកឈិនលីគឺបានដើរចាកចេញពីសំណាក់ហ្នឹងទៅមិនត្រឹមតែចាកចេញធម្មតានោះទេគឺបានដុតតែនៅទីកន្លែងហ្នឹងចោលយកតែម្ដងអណ្ដាតភ្លើងយ៉ាងស្ទើរគឺបានឆេះហើយគេគឺបានចាកចេញទៅទីកន្លែងហ្នឹងទៅកាន់ជំរំនៃគ្រួសារយន្តយើងក៏បានឃើញថាសមាជិកនៃគ្រួសារយន្តជាច្រើនកំពុងតែភាសាគ្នាដោយមេដឹកនាំនៃគ្រួសារយន្តកំពុងតែសួរពីព័ត៌មានទាក់ទងជាមួយនឹងបាយយន្តthiênលីហ្នឹងឯងប៉ុន្តែមិនថ្មីនោះទេតំណែងអីក៏បាត់សិនទៅឥឡូវនេះគេគឺមានការសង្កេតពីភាសាជាមួយនឹងយន្តthiênយ៉ាងដូច្នេះឲ្យអ្នកទាំង3ទៀតគឺចាកពីជំរំវិភាសារបស់ពួកគេសិនទៅហើយនៅពេលដែលអ្នកទាំង3គឺបានចាកចេញពីទីកន្លែងហ្នឹងហើយយន្តបៃសានគឺបាននិយាយជាមួយនឹងយន្តthiênយ៉ាង
ថាឥឡូវនេះគេមានភារកិច្ចឲ្យយន្តធានយ៉ាហ្នឹងគឺធ្វើដោយភារកិច្ចរបស់គេគឺកំចាត់ទៅកាន់គ្រួសារទាំង3គ្រួសារគ្រូគឺគ្រួសារស៊ូអ្នកទាំងគ្នានិងគ្រួសារយូគ្រួសារយានជាដើមហើយប្រហែលជាខ្ញុំអត់សូវច្បាស់ជាមួយនឹងគ្រួសារទាំង3ហ្នឹងនោះទេក៏ដោយសារតែគេគឺមិនបានបង្ហាញច្បាស់លាស់ជាមួយនឹងគ្នានេះផងដែលដើម្បីចាត់ការទៅកាន់គ្រួសារទាំង3ហ្នឹងគេមានឆ្នាំពឺមួយព្រោះគ្មានក្លិនគ្មានពណ៌គឺយកទៅដាក់ទៅគឺអបបាយយន្តធានយ៉ាហ្នឹងគឺយកទៅកាន់ជំរំទាំង3ទៀតនៃកុសម្ព័ន្ធទាំង3ហ្នឹងហើយនៅពេលដែលចាត់ការហើយគឺដែលធ្វើឲ្យគ្រួសារយន្តរបស់គេគឺខ្លាចទៅជាអ្នកខ្លាំងនៅទីក្រុងមួយនេះតាំងមួយយកតែម្ដងចំណែកបាយយន្តធានយ៉ាហាក់ដូចជាមិនចង់ធ្វើនោះទេប៉ុន្តែក៏ថាបែនយន្តបិសាចហ្នឹងគឺគំរាមឲ្យក្បាលនិយាយថាអ្នកខ្លាំងនៅក្នុងពិភពលោកវឹកហាត់មួយនេះគឺអ្នកខ្លាំងគឺរស់អ្នកខ្សោយគឺស្លាប់អីចឹងទៅហើយទោះជាយ៉ាងណាក៏ដោយទោះបីជាបែនហ្នឹងគឺត្រូវតែបដិសេធជាដាច់ខាតក៏ពិតជាយន្តបិសាចគឺនៅតែឲ្យធ្វើអញ្ចឹងក៏ដោយសារតែអនាគតនៃគ្រួសារយន្តរបស់ពួកគេគឺមិនឲ្យគ្រួសារមួយណាមកគំរាមកំហែងបានឡើយដូច្នេះហើយក៏បានឲ្យយន្តធានយ៉ាគឺបានចាចេញពីទីកន្លែងនេះនិងទៅបំពេញភារកិច្ចរបស់គេទៅហើយទោះឲ្យផលរបស់យើងគឺបានស្ដាប់លើទាំងអស់ជាមួយនឹងការឃើញនៅការបញ្ចេញនៅសកម្មភាពរបស់យន្តធានយ៉ាផងដែរបន្តមកទៀតយើងក៏បានឃើញថាយន្តធានយ៉ាគឺបានមកដល់ជំរំនៃគ្រួសារស៊ូនៅពេលដែលគេគឺបានសង្កេតឃើញបែបនេះហើយគេនឹងរៀបចាត់ការប៉ុន្តែភ្លាមៗហ្នឹងយើងក៏បានឃើញថាសន្ទុះមួយគឺបានមកដល់ហើយយើងក៏បានឃើញលំពេញគឺបានចាក់ចំដើមទ្រូងរបស់គេតែម្ដងហើយនៅពេលនោះមេគ្រួសារនៃគ្រួសារស៊ូគឺបានមកដល់ហើយក៏មិនទាន់ច្បាស់ដូចគ្នាថាបែបហ្នឹងគឺជាមេគ្រួសារនៃគ្រួសារស៊ូគ្រាន់តែដឹងថាបែបហ្នឹងគឺជាសមាជិកនៃគ្រួសារស៊ូចំណែកបែបយន្តធានយ៉ាពិតជាមានការព្យាបាលនៅពេលដែលគ្រួសារស៊ូគឺបានដឹងអំពីគេដែលបានបញ្ចេញមកសកម្មភាពបែបនេះហើយបែបនៃគ្រួសារស៊ូមួយហ្នឹងពិតជាដឹងហើយក៏បាននិយាយថាពិតជាដូចជាការគិតមែនថាឯងច្បាស់ជាមកដល់ទីកន្លែងនេះជាហេតុដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើលក៏បានគិតថាបេសកកម្មមួយនេះមានតែគេជាមួយនឹងមេគ្រួសារយន្តតែប៉ុណ្ណឹងដែលបានដឹងអំពីវាហើយបានជាគ្រួសារគូបានដឹងអំពីរឿងនេះចំណែកបែបនៃគ្រួសារស៊ូហ្នឹងក៏បាននិយាយថាអូនឯងចង់ដឹងមែនដែរទេនេះណែឈិនលីហើយគ្រាន់តែលើកឈ្មោះឈិនលីពិតជាមានការព្យាបាលកន្លងមែនទេហើយក៏បាននិយាយថាឈិនលីហ្នឹងគ្រាន់តែចង់បែកបាក់រវាងកុសសម្ព័ន្ធទាំង4របស់ពួកគេតែប៉ុណ្ណឹងដូច្នេះហើយមិនឲ្យគ្រួសារស៊ូគឺស្ដាប់អំពីភាពសម្បត្តិរបស់ឈិនលីនោះទេប៉ុន្តែបែបនៃគ្រួសារស៊ូគ្មានអ្នកនោះទេក៏បាននិយាយថាបើដូច្នេះឯងគួរតែស្លាប់សិនទៅក៏បានបញ្ជាកូនចៅរបស់គេចូលទៅចាត់គេនិងសម្លាប់ទៅកាន់អបាយយន្តធានយ៉ាហើយក៏បានអបគេគឺស្លាប់នៅកន្លែងហ្នឹងភ្លាមៗតែម្ដងបើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់អេដមីនក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបាន